អ្នកនៅខេត្តកោះកុងជាប់ព្រំដែនថៃឬមួយក៏រស់នៅជាប់ព្រំប្រទល់ដែនថៃជាប់ខេត្តត្រាតនៅក្នុងប្រទេសថៃសូមមេត្តាត្រៀមមកហើយទៅថ្ងៃនេះគឺជាថ្ងៃទី26ខែ9ឆ្នាំ2025ខាងថៃគេកំពុងតែបន្តបញ្ជូនទាហានហើយនឹងសម្ភារៈចម្បាំងមកជាបន្តបន្ទាប់ហើយយប់នេះម៉ោង8 9ក៏គេបន្តបញ្ជូនទាហានហើយនឹងសម្ភារៈចម្បាំងគេគឺថាមកច្រើនមែនទែនហើយបញ្ជាក់ណាខាងខេត្តកោះកុងគេបញ្ជូនទាហានមកមិនមែនតែទាហានជើងគោកទេគេបញ្ជូនមកទាំងទាហានជើងគោកទាហានជើងអាកាសហើយនឹងទាហានជើងទឹកហើយបើតាមបណ្ដាញខ្ញុំគាត់ប្រាប់ខ្ញុំខាងថៃគេមាននាវាមុជទឹកទៀតអាចារ្យនាវាចម្បាំងក៏គេមាននាវាមុជទឹកក៏គេមានដែរនៅខាងខេត្តកោះកុងនេះអញ្ចឹងសូមទាំងអស់គ្នាត្រៀមមកហើយព្រោះឲ្យខាងថៃក៏បាននិយាយថាខ្មែរយើងរំលោភបំពានយកទឹកដីរបស់គេខ្មែរយើងនេះបានធ្វើស្រែចម្ការធ្វើផ្ទះសម្បែងធ្វើអគារធ្វើកាស៊ីណូអញ្ចឹងនៅលើទឹកដីរបស់គេហើយខាងថៃក៏គេប្រកាសដែរឲ្យខ្មែរយើងនេះត្រូវតែរុះរើឬមួយក៏បំផ្លាញអគារកាស៊ីណូឬមួយក៏អគារប្រមាណកន្លែងហ្នឹងចោលតែបើសិនជាខ្មែរយើងមិនព្រមបំផ្លាញចោលទេខាងថៃគេនឹងវាយយកមកគ្រប់គ្រងខ្លួនឯងឬមួយក៏អាចនឹងបាញ់កំទេចចោលអគារទាំងអស់ហ្នឹងតែម្ដងតែខ្ញុំបញ្ជាក់ឲ្យច្បាស់ណាអគារទាំងអស់ហ្នឹងផ្ទះទាំងអស់ហ្នឹងដែលប្រជាជនរស់នៅគឺមិនមែននៅលើទឹកដីរបស់សៀមទេគឺនៅលើទឹកដីរបស់ខ្មែរប៉ុន្តែទាំងអស់ហ្នឹងសៀមស្រាប់ហើយគឺវាជាចោលឈ្លានពានគេអាចចោលតែខ្មែរយើងយកទឹកដីវាកន្លែងនេះកន្លែងនោះចូលប្រាសាទវាកន្លែងនេះកន្លែងនោះតែតាមពិតវាគឺជាចោលអញ្ចឹងវាមិនឈ្លានពានយើងវាចង់បានគ្រប់កន្លែងតែម្ដងហើយខ្ញុំបញ្ជាក់ណាថៃបើសិនជាគេត្រឡប់មកវាយខ្មែរយើងមួយសាទៀតគេមិនមែនវាយតែ3 4ទីតាំងទេគឺគេរះទាំងអស់តែហ្មងឲ្យតែតាមព្រំដែនជាប់ខ្មែរនិងថៃគឺគេຕົកមកកន្លែងទេនិយាយទៅគឺ17ទីតាំងហើយមករយៈ2 3ថ្ងៃនេះគាត់ថាខាងថៃនេះគឺសម្រុកដឹកសម្ភារៈចម្បាំងហើយនឹងតែហ៊ានទៅតាមព្រំដែនសឹងតែគ្រប់ទីតាំងតែម្ដងហើយគេកំពុងតែសម្រុកទិញអាវុធហើយនឹងសម្រុកណាបង្វឹកតែហ៊ានគេថ្មីឲ្យចេះណាច្បាំងនៅក្នុងសង្គ្រាមអញ្ចឹងអ្នកនៅខេត្តកោះកុងត្រៀមខ្លួនឲ្យទៅអ្នកដែលនៅជាប់ព្រំដែនណាព្រោះអីខាងថៃនេះគេក៏បានប្រកាសណាប្រាប់ប្រជាជនគេនៅខេត្តត្រាតឲ្យអស់ហើយអ្នកដែលនៅជាប់ព្រំប្រទល់ដែនខ្មែរនិងថៃគេឲ្យប្រជាជនគេនេះត្រៀមឲ្យហើយសម្ភារៈណាដែលមានតម្លៃសម្ភារៈណាដែលចាំបាច់ឲ្យត្រៀមរៀបចំដាក់វ៉ាលីកាបូបកតាបឲ្យហើយទៅបើសិនជាតាហ៊ានគេប្រកាសថាអូត្រូវតែចេញនៅក្នុងថ្ងៃហ្នឹងហើយក៏យប់ហ្នឹងឲ្យអស់គឺត្រូវចេញឲ្យអស់នឹងបញ្ជាក់ហើយគេជូនដំណឹងដល់ប្រជាជនគេរួចជាស្រេចហើយអញ្ចឹងប្រជាជនគេនៅខាងខេត្តត្រាតនេះគេរៀបចំឲ្យអស់ហើយចាហើយបញ្ជាក់ណាបើសិនជាមានព័ត៌មានអីដែលខ្ញុំស៊ើបដឹងពីខាងសៀមខ្ញុំនឹងចែកម្លែកឲ្យទាំងអស់គ្នាបានដឹងបន្តទុកជាមុនឲ្យទាំងអស់គ្នាចេះប្រុងប្រយ័ត្នការពារខ្លួនព្រោះអីគោលបំណងរបស់ខ្ញុំគឺមានតែមួយទេខ្ញុំមិនចង់ឃើញខ្មែរណាបាត់បង់អាយុជីវិតដោយសារតែការឈ្លានពានរបស់ថៃទេការពារភាសាជាងព្យាបាលជឿសម្ដីខ្ញុំមកម៉ាត់ទៅកុំប្រមាថសត្រូវឲ្យសោះយើងមិនអាចស្មានចិត្តសត្រូវបានទេត្រូវចាំណាពួកចៅវាប្លន់អីអត់បានគឺវាអត់សក់ចិត្តទេវានៅតែបន្តមកម្ដងហើយម្ដងទៀតរហូតដល់វាបាននៅអ្វីដែលវាចង់បានព្រោះអីនៅក្នុងប្រទេសថៃនៅក្នុងគណៈពេលបច្ចុប្បន្ននេះអំណាចគឺមិនមែនស្ថិតនៅលើនាយករដ្ឋមន្ត្រីទេគឺស្ថិតនៅលើស្ដេចអផ្សិគ្រប់ទឹកហ្នឹងហើយនៅមីកញ្ចាស់បងរបស់ស្ដេចហ្នឹងមេចៅកំមុំចាស់មេចៅប្រៅមួយជីវិតមេចៅគ្នាអាណាជូខុយហ្នឹងមិននឹងអាគុំអំអាមក៏ខ្លាំងដែរហើយមិននឹងគឺនៅពីក្រោយប្អូនវាអាស្ដេចត្រូវគាត់បៃហោងហ្នឹងទាំងអស់ហើយអំណាចបន្ទាប់ពីស្ដេចគឺតាហ៊ានណាតាហ៊ានពួកមេតាហ៊ានពួកអីនឹងឯងអត់មានអំណាចនៅលើនាយករដ្ឋមន្ត្រីទេតោះនេះអញ្ចឹងតាហ៊ានវាចង់ធ្វើអីតាមក្បាលវ៉ាល់តាមអំពើចិត្តរបស់វាចង់បាញ់យើងស្មានណាក៏បានវាចង់ប្លន់យកទឹកដីយើងស្មានណាក៏បានដែររាល់ថ្ងៃនេះមូលហេតុឲ្យថៃពជាពេលនេះគឺដោយសារតែវាចាំមើលពិភពលោកសិនថាតើមានប្រទេសប្រមាណគាំទ្រខ្មែរហើយប្រទេសប្រមាណដែលគាំទ្រប្រទេសវារាល់ថ្ងៃនេះកម្រងវាចង់បាញ់មកលើខ្មែរយើងប្រមាណដងហើយប៉ុន្តែមុននឹងក្រោយវានៅតែបាញ់យើងនឹងជឿខ្ញុំទៅបើវាមិនបាញ់ខ្មែរយើងនៅខែ10ឆ្នាំ2025នេះទេចុងឆ្នាំ2025នេះតែបើសិនជាមិនចុងឆ្នាំ2025នេះទេគឺឆ្នាំ2026ពិបាកនៅក្នុងការកិច្ចផតណាស់ព្រោះអីវាមិនទាន់បានអ្វីវាចង់បានទេវាអត់ព្រមបញ្ឈប់ត្រឹមហ្នឹងទេហើយទាំងអស់ជឿសម្ដីមួយម៉ាត់ណាកុំរងចាំឲ្យអន្តរជាតិឬមួយក៏ប្រទេសមហាអំណាចមកជួយយើងជឿខ្ញុំទៅសម័យនេះក្បាលអាណាសក់អាហ្នឹងប្រទេសមហាអំណាចគេបន់ឲ្យតាប្រទេសតូចធ្វើសង្គ្រាមច្បាំងគ្នាទេអាំងវាលក់អាវុធដាច់មិនថាចិនក៏ដោយមិនថារុស្ស៊ីក៏ដោយមិនថាអាមេរិកក៏ដោយក្បាលអាណាគឺសក់អាហ្នឹងតាហ៊ានគេមានគ្រូសាគេមានជីវិតដូចគ្នាគេមានបញ្ជូនតាហ៊ានគេងាប់ភ័យទេជឿខ្ញុំទៅអាមេរិកក៏ដោយចិនក៏ដោយបើសិនវាគ្មានប្រយោជន៍អីវាមិនបានបញ្ជូនតាហ៊ានវាមកទេជឿខ្ញុំមួយម៉ាត់ជឿខ្ញុំទៅដកទៅហាងខ្លួនឯងកុំចាំឲ្យគេដកឲ្យជំនួសយើងជឿខ្ញុំទៅបើយើងខ្លាំងណាបានយើងមានមិត្តតែបើសិនជាយើងអត់ខ្លាំងគឺយើងអត់មានមិត្តទេជឿខ្ញុំរាល់ថ្ងៃនេះចិនលំអៀងទៅខាងថៃច្រើនពួកអីថៃទិញអាវុធពីគេច្រើនពួកគេរកស៊ីលក់អាវុធគេអ្នករកស៊ីចំនួនអាណាទិញច្រើនគឺអាហ្នឹងឯងមិត្តរបស់គេជឿខ្ញុំទៅ